បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាវីដេអូមួយនេះគឺជាវីដេអូភាគទី1នៃរបៀបរៀនទិញទំនិញពី app Alibaba ដែលយើងដឹកជញ្ជូនតាមរយៈក្រុមហ៊ុន DOSB សម្រាប់បងប្អូនដែលធ្លាប់តាមដាន Channel YouTube របស់ខ្ញុំគឺដឹងហើយសម្រាប់មេរៀន Alibaba នេះគឺខ្ញុំធ្លាប់បានធ្វើពីមុនរួច2ដងរួចហើយគឺទី1ពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនតាមរយៈក្រុមហ៊ុន Loda ទី2ពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូនតាមរយៈក្រុមហ៊ុន JNTឡែកនៅមេរៀន Alibaba នេះគឺយើងរៀនពីរបៀបនៃការដឹកជញ្ជូនតាមក្រុមហ៊ុន DOSB វិញម្ដងជាដំបូងបងប្អូនចាំបាច់ត្រូវតែមាន app ទាំងពីរនេះសិនគឺ Alibaba និង app DOSB ដែលបងប្អូនត្រូវចូលទៅ download វានៅក្នុង App Store ឬមួយក៏ Play Store មកបន្តមកទៀតបងប្អូនត្រូវធ្វើការបង្កើត account វាជាមុនសិនមុននឹងបងប្អូនអាចចូលទៅប្រើប្រាស់ app ទាំងពីរនឹងបាន app ទី1គឺ DOSB បងប្អូនចូលទៅ download រួចបងប្អូនចូលទៅបង្កើត account វាទៅដែលការបង្កើត account នេះគឺបងប្អូនអាចបង្កើតតាមរយៈលេខទូរស័ព្ទបានការបង្កើត account DOSB គឺខ្ញុំអត់មានបង្ហាញនៅក្នុងវីដេអូនេះទេដោយសារតែកុំឲ្យវាវែងពេកណាមួយគឺខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការបង្កើតនឹងនៅវីដេអូមុនបងប្អូនដែលអត់ទាន់មាន account DOSB អាចចូលទៅបង្កើត account DOSB សិនទៅបន្ទាប់ពីបង្កើត account នឹងរួចគឺបងប្អូនបង្កើត account Alibaba សិនអញ្ចឹងបងប្អូនគ្រាន់តែ download វាហើយបងប្អូនចុចបើក app Alibaba នឹងមករួចបងប្អូននឹងឃើញពាក្យនៅខាងគៀនកន្លែងនេះគេដាក់ពាក្យថា sign in ឬមួយក៏បងប្អូនចូលទៅកន្លែង My Alibaba នេះទៅក៏ឃើញពាក្យ sign in ដែរនៅខាងលើអញ្ចឹងកុំឲ្យវែងឆ្ងាយយើងចុចពាក្យ sign in នឹងតែម្ដងមកបន្តមកទៀតគឺចូលដល់ចំណុចមួយនេះអញ្ចឹងសម្រាប់ការ sign in account នេះគឺបងប្អូនអាចភ្ជាប់វាតាមរយៈ Apple ID បើសិនជាបងប្អូនប្រើ iPhone ឬមួយក៏ Facebook ក៏បានឬមួយក៏ Google Gmail ក៏បានដែរអញ្ចឹងនៅក្នុងវីដេអូនេះកុំឲ្យសាំញ៉ាំគឺបងប្អូនអាចភ្ជាប់ជាមួយនឹង Facebook របស់យើងមកក៏បានដែរអញ្ចឹងយើងចុចពាក្យ continue with Facebook បងប្អូនចុចពាក្យ continue មួយទៀតរួចបងប្អូនចុចពាក្យថា open បន្តមកទៀតបងប្អូនចុចពាក្យថា continue បងប្អូនរងចាំមួយផ្លែទៅគឺវានឹង link ភ្ជាប់ជាមួយនឹង account Facebook របស់យើងឲ្យតែម្ដងបាទនៅពេលដែលវា link រួចរាល់ហើយគឺវាបាត់ពាក្យ sign in នៅខាងក្រោមហ្នឹងហើយអញ្ចឹងបងប្អូនចុចទៅលើពាក្យ My Alibaba នៅខាងក្រោមនេះមកបងប្អូនចូលទៅនឹងឃើញមាន account របស់យើងដែលមានឈ្មោះរបស់យើងបើសិនជាករណី Facebook បងប្អូនជាភាសាអង់គ្លេសវា load ឈ្មោះរបស់យើងនៅលើនេះប៉ុន្តែបើសិនជាឈ្មោះ Facebook របស់យើងជាភាសាខ្មែរគឺវានឹងឲ្យយើងសរសេរឈ្មោះរបស់យើងជាភាសាអង់គ្លេសចូលកន្លែងហ្នឹងហើយមួយទៀតសម្រាប់បងប្អូនខ្លះ account Facebook គាត់គឺគាត់បង្កើតដោយភ្ជាប់ជាមួយលេខទូរស័ព្ទអញ្ចឹងនៅពេលដែល log in ទៅជួនកាលគឺវាឲ្យ confirm ជាមួយនឹង Google Gmail ម្ដងទៀតដើម្បី sign in វាព្រោះនៅក្នុងនេះគឺវាស្គាល់តែ Gmail ទេសម្រាប់ account Facebook ដែលបង្កើតដោយលេខទូរស័ព្ទគឺវាទាមទារ Gmail ភាសាទៀតហើយនៅពេលដែលបងប្អូនបង្កើត account Alibaba នឹងរួចជួនកាលនៅក្នុងកន្លែងតម្លៃកន្លែងនេះគឺវាអត់បង្ហាញតម្លៃជាដុល្លារទេវាបង្ហាញតម្លៃជាលុយខ្មែរអញ្ចឹងបងប្អូនចង់ផ្លាស់ប្ដូរ currency វានៅកន្លែងនេះបងប្អូនគ្រាន់តែចូលទៅពាក្យ My Alibaba មកខាងក្រោមនឹងដដែលបងប្អូនចូលទៅ setting នៅខាងស្ដាំដៃខាងលើរួចបងប្អូនមើលនៅចំណុចកន្លែង currency នេះគឺបងប្អូនឃើញអក្សរ USD នេះមានន័យថាដុល្លារបងប្អូនចង់ផ្លាស់ប្ដូរ currency វាបងប្អូនចុចទៅលើកន្លែងអក្សរ USD ហ្នឹងមកឬមួយក៏ cloud currency ហ្នឹងណាអញ្ចឹងកន្លែងនេះគឺជារូបិយប័ណ្ណដែលបងប្អូនអាចធ្វើការផ្លាស់ប្ដូរបានបងប្អូនប្ដូរទៅជារូបិយប័ណ្ណខ្មែរយើងក៏បានបងប្អូនចង់ដាក់ជាដុល្លារក៏បានដែរអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ជាដុល្លារអញ្ចឹងយើងបែកទៅក្រោយវិញដំណាក់កាលបន្ទាប់ដែលយើងត្រូវធ្វើគឺបងប្អូនចាំបាច់ត្រូវតែភ្ជាប់ខ្សែដ្ឋានក្រុមហ៊ុន DOSB ចូលទៅក្នុង app Alibaba ហ្នឹងអញ្ចឹងដើម្បីភ្ជាប់ខ្សែដ្ឋានបានបងប្អូនមើលនៅជួរនៅកន្លែងនេះអញ្ចឹងពេលខ្លះវាអត់ទៀងទេកន្លែង shipping address វាជួនកាលវានៅតំណឹងជួនកាលវានៅក្នុង setting ជួនកាលវានៅខាងក្រៅអញ្ចឹងទៅអញ្ចឹងបងប្អូនរកមើលពាក្យថា shipping address អញ្ចឹងនៅក្នុងពេលឥឡូវនេះគឺវា update នៅក្នុងជួរនេះអញ្ចឹងបងប្អូនគ្រាន់តែ scroll វាមកខាងឆ្វេងមកគឺឃើញមានហើយនេះឃើញទេអញ្ចឹងគេដាក់ថា shipping address បងប្អូនចុចទៅលើនឹងមួយទៅទាំងអស់នេះជាអាសយដ្ឋានដែលខ្ញុំធ្លាប់បានភ្ជាប់ពីមុនអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់មានទេបងប្អូនចុចពាក្យថា add a new address មកចូលមកដល់ចំណុចនេះគឺកន្លែងដែលយើងត្រូវបំពេញអាសយដ្ឋានចូលនៅកន្លែងហ្នឹងអញ្ចឹងបងប្អូនរើសយកខាងលើគេគឺបងប្អូនរើសយក China អញ្ចឹងហើយដ
ដោយសារតែយើងបំពេញនេះគឺយើងបំពេញអាស័យដ្ឋានឃ្លាំងនៅចិនគឺមិនមែនបំពេញអាស័យដ្ឋាននៅខ្មែរទេអញ្ចឹងកន្លែងនេះយើងអត់យក Cambodia ទេគឺយើងយក China ចំណុចបន្ទាប់ទៀតគឺកន្លែង full name អញ្ចឹងកន្លែង full name នេះយើងអត់ដាក់ឈ្មោះយើងទេគឺយើងចូលទៅក្នុង app DOSB របស់យើងមកនេះគឺ app DOSB នេះយើងចុចបើកមកអញ្ចឹងកន្លែងហ្នឹងគឺសម្រាប់បងប្អូនដែលមាន account រួចរាល់ទើបអាចចូលមកយកអាស័យដ្ឋានបានណាអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដើមវីដេអូថាបងប្អូនដែលអត់ទាន់មាន account DOSB ចូលទៅមើលវីដេអូមុនទៅគឺចំណងជើងហ្នឹងគឺខ្ញុំដាក់ថារបៀបបង្កើត account DOSB អញ្ចឹងបងប្អូនចូលទៅមើលទៅអាចបង្កើត account នឹងបានហើយបន្ទាប់ពីមាន account នឹងរួចយើងចុចបើកហើយយើងចុចទៅលើពាក្យថាទីតាំងឃ្លាំងចិនរួចបងប្អូនចូលទៅកន្លែងព័ត៌មានបន្ថែមនៅកន្លែងនេះខ្ញុំបញ្ជាក់បងប្អូនថាការដឹកជូនតាមរយៈផ្លូវគោកក្នុងនេះគេដាក់ថាចន្លោះពី7ទៅ9ថ្ងៃចំណុចកន្លែងនេះគឺមិនមែនរាប់ចាប់តាំងពីថ្ងៃដែលបងប្អូនកំងអីវ៉ាន់រហូតដល់បងប្អូនបានទទួលអីវ៉ាន់ទេក្នុងចន្លោះពេល7ទៅ9ថ្ងៃហ្នឹងគឺគេគិតចាប់ពីតំណែងបងប្អូនហ្នឹងចូលទៅដល់ឃ្លាំង DOSB នៅចិនអញ្ចឹងចន្លោះពេលដឹកមកខ្មែរគឺ7ទៅ9ថ្ងៃឬក៏ពេលខ្លះបើមានការស្ទះអីវ៉ាន់ឬមួយក៏ការឆែកនៅកយតឹងរឹងអីចឹងទៅអាចជារយៈពេលចន្លោះ10ថ្ងៃអីទៅក៏មានដែរអញ្ចឹងបងប្អូនចុចទៅលើពាក្យថាព័ត៌មានបន្ថែមមកយើងចូលទៅ copy កន្លែងឈ្មោះនេះនៅកន្លែងខាងលើហ្នឹងគឺបងប្អូនចុចទៅលើសញ្ញាជ្រុងនៅខាងចុងនេះរួចបងប្អូនចូលទៅក្នុង Alibaba វិញបងប្អូនយកមកផាសនៅកន្លែងចំណុចនេះមកបងប្អូនលុបឈ្មោះរបស់យើងនឹងចេញហើយយើងដាក់ផាសវាម្ដងទៀតក្នុងនេះគឺវាមានជាប់លេខ ID account DOSB របស់យើងអញ្ចឹងនៅកន្លែងនេះ account ID របស់បងប្អូនគឺផ្សេងពីខ្ញុំណាអត់ដូចគ្នាទេអញ្ចឹងបន្តមកទៀតយើងចូលទៅ copy លំនាំដូចគ្នាគឺកន្លែងលេខទូរស័ព្ទនេះយើងចុចសញ្ញាជ្រុងនៅខាងចុងនឹងដូចគ្នារួចយើងផាសកន្លែងលេខទូរស័ព្ទហ្នឹងមកយើងចុចពី allow ផាសទៅគឺវាជាប់លេខទូរស័ព្ទអញ្ចឹងចំណុចកន្លែង address នេះគឺដូចគ្នាដែរបងប្អូនចូលទៅ copy ទៅជួរខាងលើគឺយើងយកអាស័យដ្ឋានជួរខាងលើហ្នឹងបងប្អូនផាសវាចូលមកបាទរួចយើងចុចពាក្យថាបញ្ចូលឬមួយក៏ពាក្យថាតាន់នៅកន្លែងនេះអញ្ចឹងវាជាប់អាស័យដ្ឋាននឹងនៅខាងលើហើយអាតំបន់ហ្នឹងបន្តមកទៀតអាស័យដ្ឋានដែលជួរវែងជាងគេគឺនៅកន្លែងចំណុចនេះយើង copy វាមកយើងផាសនៅចំណុចកន្លែងនេះខាងក្រោមហើយយើងចុចពាក្យថា allow ផាសមកបន្តមកទៀតកន្លែងនេះគឺវាមានលេខ ID ហ្នឹងគឺដូចខាងលើដែរអញ្ចឹង ID របស់បងប្អូនផ្សេងពីខ្ញុំនៅកន្លែងហ្នឹងដែលមានលេខ ID តែពីរហ្នឹងទេដែលខុសពីរបស់ខ្ញុំក្រៅពីហ្នឹងគឺដូចគ្នាទាំងអស់ណាបន្តមកទៀតកន្លែង Provin បងប្អូនចុចរើសវាមកបងប្អូនអូស scroll ទៅក្រោមទេបងប្អូនរកមើលពាក្យថាខ្វាងតុង Provin គឺមួយនេះរួចបងប្អូនយកពាក្យថាខ្វាងជើបាទមួយនេះរួចបងប្អូនអូសទៅខាងក្រោមតិចបងប្អូនរើសយកពាក្យមួយនេះពេលអញ្ចឹងចំណុចកន្លែងទាំង3នេះបងប្អូនរើសហើយមើលអក្សរឲ្យដូចខ្ញុំអញ្ចឹងណាកាលណាខុសគឺបានន័យថាវាអត់ត្រឹមត្រូវទេបងប្អូនធ្វើការរើសវាផ្សារឡើងវិញណាបន្តមកទៀតនៅកន្លែងចំណុច postal code នេះគឺវាដាក់នេះគឺត្រឹមត្រូវហើយបងប្អូនអាចចូលទៅផ្ទៀងផ្ទាត់វាជាមួយនឹងDOSB បានកន្លែងលេខកូដប្រៃសណីនេះគឺដូចគ្នាបងប្អូនអាចយកតាមនឹងបានប៉ុន្តែពេលខ្លះទៅក៏វាអត់ដូចគ្នាដែរលេខប្រៃសណីឬក៏ postal code ហ្នឹងអញ្ចឹងបងប្អូនចាំបាច់ត្រូវតែយកតាម app របស់ខាងក្រុមហ៊ុនដឹកជញ្ជូនដែលគេឲ្យនេះគឺយើងយកតាមនេះបន្ទាប់ពីយើងបំពេញហើយយើងពិនិត្យមើលវាឡើងវិញតាំងពីលើដល់ក្រោមមកជាម្ដងទៀតកន្លែងអាស័យដ្ឋាននេះគឺលេខ ID ទាំងពីរនេះរបស់ខ្ញុំផ្សេងគឺរបស់បងប្អូនផ្សេងអត់ដូចគ្នាណាយ៉ាយក ID របស់ខ្ញុំមកបំពេញនៅកន្លែងចំណុចទាំងពីរហ្នឹងដែរនៅពេលដែលកំងទៅតំណែងហ្នឹងនឹង load ចូលទៅ account របស់ខ្ញុំហើយអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងមែនតើណាអញ្ចឹងយើងអូសមក scroll មកខាងក្រោមបងប្អូន tick នៅកន្លែង set as default shipping address នេះហើយបងប្អូនចុចពាក្យថា save អញ្ចឹងគឺវានឹងជាប់នៅខាងលើគេវាចេញពាក្យថា default ទេមានន័យថាជាអាស័យដ្ឋានគោលបងប្អូនអាចដាក់បញ្ជាទិញបានហើយអញ្ចឹងនៅភាគទី1នេះខ្ញុំបង្ហាញបងប្អូនប៉ុណ្ណឹងសិនភាគទី2អាចនឹងបង្ហាញពីរបៀបនៃការមើលពីគុណភាពទំនិញមើលពីហាងក៏ដូចជាការបញ្ជាទិញផ្សេង
សម្រាប់វីដេអូមួយនេះមានប៉ុណ្ណឹងសិនបងប្អូនមានចង្អល់ផ្សេងៗអាច comment សួរនៅខាងក្រោមវីដេអូឬមួយក៏បងប្អូនអាច join ជា group Telegram ដែលមាន link នៅខាងក្រោម description នៃវីដេអូនេះស្រេចសម្រាប់ការ join group Telegram នេះគឺខ្ញុំឆាចម្នាក់តែ$1ទេដើម្បីចូលទៅក្នុង group ហ្នឹងមានសំណួរអីបងប្អូនអាចសួរក្នុងហ្នឹងបានខ្ញុំដោះស្រាយជូនដោយឡែកបងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់តែម្ដងអាចតំណទិញជាកញ្ចប់មេរៀនក៏បានដែរតាមរយៈលេខ Telegram ដែលមាននៅលើវីដេអូនឹងស្រេចតម្លៃកញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅមានបញ្ហាឬក៏មានចម្ងល់កន្លែងណាអាចឆាតសួរនាំខ្ញុំបានខ្ញុំដោះស្រាយជូនសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយបាយ